DJ សូដាទុកការងាររវល់មួយរយៈដើម្បីមកចូលរួមមង្គលការទេបូព្រឹកនិងជីឌីវីតខណៈគូស្នេហ៍ទាំងពីរសម្រាប់ទឹកភ្នែកព្រោះតែរបស់កូរ៉េខាងត្បូង DJ សូដាបានមកប្រទេសកម្ពុជាជាថ្មីដើម្បីចូលរួមមង្គលការរបស់ទេបូព្រឹកនិងតារារ៉េបជីឌីវីតការមកចូលរួមនេះត្រូវបានគេដឹងថាកញ្ញាសុកចិត្តបោះបង់ការងារមួយចំនួនចោលដើម្បីមកអបអរសាទរគូស្នេហ៍ទាំងពីរនេះការនេះបានធ្វើឲ្យទេបូព្រឹកនិងជីឌីវីតរីករាយជាខ្លាំងជាពិសេសការសហការរបស់ពួកគេមួយរយៈបានធ្វើឲ្យផ្ទុះការគាំទ្រខ្លាំងពីមហាជនមិនថាខ្មែរនិងកូរ៉េតែបូព្រឹកបានបង្ហាញអារម្មណ៍ចម្លែករំជើបរំជួលភ័យអរខុសពីធម្មតាខណៈដែលមហាជនពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ទៅលើការតុបតែងលម្អរោងដែលរចនារំលេចរូបប្រាសាទខ្មែរយ៉ាងស្រស់ស្អាតជាក់ស្ដែងអ្នកនាងបានបង្ហោះឃ្លីបវីដេអូខ្លីមួយដែលបង្ហាញពីទស្សនវិជ្ជារោងការរបស់ខ្លួនជាមួយអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងខណៈចិត្តបានខ្លាយជាកូនក្រមុំនិងពេញចិត្តជាមួយនឹងទស្សនវិជ្ជាដ៏ស្រស់ស្អាតក្នុងរោងធ្វើឲ្យអ្នកនាងទប់អារម្មណ៍ខ្លួនឯងមិនបានត្បិតនេះជាលើកដំបូងបំផុតក្នុងជីវិតដែលបានខ្លាចជាកូនក្រមុំទាំងខ្លួនមានឈ្មោះជាម្ដាយទៅហើយទេបុព្រឹកបាននិយាយថានៅពីថ្ងៃទៀតខ្ញុំស្គាល់អារម្មណ៍ជាកូនក្រមុំនឹងគេដែរហើយដោយម្ចាស់បទទេវរីករូបនេះបានបន្ថែមថានាងដូចជាមានអារម្មណ៍រំភើបព្រោះកន្លងមកនាងមិនដែលបានជួបអារម្មណ៍បែបនេះនឹងនោះទេជាមួយគ្នានោះដែរនាងក៏បានប្រាប់ទៅកាន់ភ្ញៀវកិត្តិយសក៏ដូចជាអ្នកគាំទ្រឲ្យត្រៀមខ្លួនជួបគ្នានៅថ្ងៃទី7និងទី8ខាងមុខនេះផងដែរងាកមកអ្នកលេងបណ្ដាញសង្គមវិញមិនត្រឹមតែចាប់អារម្មណ៍នឹងរំភើបចំនួនអ្នកនាងទេបុព្រឹកនិងលោកជីឌីវីតតែប៉ុណ្ណោះទេអ្នកខ្លះថែមទាំងអង្គុយលេងសក់ក្រោយបានឃើញទស្សនវិជ្ជានៃការតុបតែងក្នុងមង្គលការនេះជាពិសេសគឺអ្នកគាំទ្រដែលមិនមានសម្បត្តិអញ្ជើញតែម្ដងសូមបញ្ជាក់ថាមង្គលការរបស់តារាចម្រៀងទេបុព្រឹកនិងលោកជីឌីវីតធ្វើឡើងនៅ The Premier Center សែនសុខមានរយៈពេល3ថ្ងៃគឺនៅថ្ងៃទី6ទី7និងថ្ងៃទី8ដែលជាថ្ងៃចុងក្រោយជួបជុំជាមួយអ្នកគាំទ្រជាង 3000 នាក់